តោះមករៀនភាសាអង់គ្លេសជាមួយខ្ញុំនៅក្នុងថ្ងៃនេះអញ្ចឹងនៅពេលនេះគឺយើងមកសិក្សាអំពីប្រភេទប្រយោគមួយទៀតហើយដែលប្រភេទប្រយោគបែបនេះត្រូវការធាតុផ្សំ3ធំអញ្ចឹងណាអញ្ចឹងធាតុផ្សំទី1ត្រូវមានប្រធានអញ្ចឹងណាដែលភាសាអង់គ្លេសឲ្យឈ្មោះថា subject បាទហើយរួចមកធាតុផ្សំទី2គឺកិរិយាសព្ទអញ្ចឹងជា verb បាទជា verb ណាហើយចុងក្រោយគេគឺ object នេះបានន័យថាជាកម្មបត្តិអូខេបាទអញ្ចឹងយើងក៏លេចមើលទៅលើឧទាហរណ៍ទាំង4នេះសិនហើយចាំយើងពិភាក្សាគ្នាតាមដំណើររឿងហ្នឹងបាទអញ្ចឹងលេខ1យើងមើលគេដាក់ថា we watch movies អញ្ចឹងណាបាទដោយសារមាន s អញ្ចឹងចំអានមានខ្យល់បន្តិច movies អញ្ចឹងណាអូខេgood បាទអញ្ចឹងយើងមើលថា we ជាអ្នកធ្វើអំពើមែនទេអ្នកណាមើលអីគឺយើងមើលអញ្ចឹងយើងនឹងគឺជាអ្នកធ្វើអំពើធ្វើសកម្មភាពអញ្ចឹងណាបាទអញ្ចឹងគឺ we នឹងហើយគឺជា subject បាទ we គឺជា subject ជាប្រធានណាបាទហើយចំណែក watch ពាក្យថាមើលហ្នឹងគឺជាសកម្មភាពគឺជាកិរិយាសព្ទដែលសំដែងនៅសកម្មភាពអញ្ចឹងណាបាទអញ្ចឹងមើលអីអញ្ចឹងវាធ្វើសកម្មភាពមើលទៅលើអីអញ្ចឹងណាឬក៏មើលអីអញ្ចឹងបានន័យថាកិរិយាសព្ទនេះធ្វើអំពើទៅលើ movies ដែលនៅខាងក្រោយនេះបានន័យថាអញ្ចឹងអ្នកដែលទទួលរងអំពើហ្នឹងគឺជាកម្មបត្តិបាទអញ្ចឹងអ្នកធ្វើអំពើជាប្រធានអ្នកទទួលរងអំពើរបស់កិរិយាសព្ទហ្នឹងគឺជាកម្មបត្តិដោយភាសាខ្មែរអញ្ចឹងណាអូខេបាទអញ្ចឹងលេខ2យើងមើលឧទាហរណ៍ទី2គេដាក់ថា my sister អញ្ចឹងcooks មាន s dinner okay so my sister cooks dinner អូខេបាទអញ្ចឹងបានន័យថា my sister នេះគឺជាប្រធានជាអ្នកធ្វើអំពើគាត់ជាអ្នកចំអិនមែនទេគាត់ជាអ្នកធ្វើម្ហូបឬក៏ចំអិនអញ្ចឹងណាភាសាអង់គ្លេសគាត់ពាក្យថា cook ប៉ុន្តែយើងថែម s ដោយសារតែ my sister ហ្នឹងបើយើងជំនួសទៅដោយ she មែនទេអញ្ចឹងយើងចាំឲ្យថាមាន he she it ហ្នឹងនៅក្នុង present simple នៅក្នុងកាលបច្ចុប្បន្នកាលហ្នឹងគឺយើងត្រូវទៅថែម s បាទនៅខាងចុងទៅលើកិរិយាសព្ទហ្នឹងបាទអញ្ចឹងអូខេអញ្ចឹងគឺគាត់ចំអិនអីគាត់ចំអិនអាហារពេលយប់ dinner អូខេបាទអញ្ចឹងអាហារពេលយប់ហ្នឹងទទួលរងអំពើពីកិរិយាសព្ទ cook អូខេបាទអញ្ចឹងអានេះគឺជា subject អានេះគឺជា verb អានេះគឺជា object បាទអញ្ចឹងអាទី3យើងជួយមើលគ្នាថា they play soccer បាទអញ្ចឹង they ហ្នឹងពួកគេក៏ជាសព្វនាមដែរសព្វនាមពហុវចនៈតំណាងឲ្យមនុស្សមួយក្រុមអញ្ចឹងណាអញ្ចឹងគឺ they play បាទពួកគេលេងអីគឺលេងហ្នឹងលេងធ្វើសកម្មភាពទៅលើ soccer ទៅលើនាម soccer បាទ soccer ហ្នឹងគឺជាកីឡាបាល់ទាត់អញ្ចឹងណាអញ្ចឹងវាគឺជាកម្មបត្តិនៅក្នុងប្រយោគមួយហ្នឹងបាទអញ្ចឹងជាប្រធាន they play ជាកិរិយាសព្ទហើយ soccer គឺជា object គឺជាកម្មបត្តិបាទអញ្ចឹងចុងក្រោយគេ he បាទអញ្ចឹងណា he she it ឃើញទេអញ្ចឹងកិរិយាសព្ទត្រូវតែថែម s នៅក្នុង present simple អូខេបាទអញ្ចឹងគឺម្ដងទៀតយើងអានថាម៉េច he កុំអានថា lie មិនមែនទេបាទគឺអក្សរ k he like អញ្ចឹងណាប៉ុន្តែដោយសារតែមាន s មួយទៀតគឺ he likes អញ្ចឹងhe likes music បាទអញ្ចឹង music ហ្នឹងក៏ជាកម្មបត្តិដែលទទួលរងអំពើពីសកម្មភាពចូលចិត្តរបស់គាត់ហ្នឹងអូខេបាទអញ្ចឹងអរគុណណាជួយ like ហើយនិង share ផង